កុំឲ្យថៃប្រមាថនឹងប្រហើនមន្ត្រីប្រេសនីកម្ពុជាចុះទៅកាត់ខ្សែអ៊ីនធឺណិតរបស់ថៃចោលមុននៅប៉ោយប៉ែតអនុវត្តតាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដើម្បីកុំឲ្យមានការប្រមាថពីភាគីថៃដែលគម្រាមម្ដងហើយម្ដងទៀតដើម្បីកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិតមួយផ្នែកដែលគេផ្គត់ផ្គង់មកក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនោះមន្ត្រីប្រេសនីកម្ពុជាបានចុះទៅកាត់ខ្សែអ៊ីនធឺណិតរបស់ថៃដោយខ្លួនឯងតែម្ដងមិនរងចាំឲ្យភាគីថៃផ្ដាច់នោះទេថ្លែងប្រាប់បណ្ដាញសារព័ត៌មាននៅព្រឹកថ្ងៃទី13ខែមិថុនាឆ្នាំ2025នេះឯកឧត្តមអមរិត្រីអភិបាលខេត្តបន្ទាយមានជ័យបានអះអាងថាមន្ត្រីក្រសួងប្រេសនីនិងទូរគមនាគមន៍សហការជាមួយអាជ្ញាធរខេត្តបានចុះទៅកាត់ផ្ដាច់ខ្សែអ៊ីនធឺណិតរបស់ថៃដែលផ្គត់ផ្គង់មួយផ្នែកនៅតំបន់ក្រុងប៉ោយប៉ែតឯកឧត្តមបន្ថែមថាការចុះទៅកាត់ផ្ដាច់ខ្សែអ៊ីនធឺណិតនេះបានធ្វើឡើងតាំងពីយប់រំលងអាធ្រាត្រមកម្លេះក្រោយបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រីបើតាមឯកឧត្តមអភិបាលខេត្តបើទោះបីខ្សែអ៊ីនធឺណិតរបស់ថៃត្រូវបានកាត់ផ្ដាច់ក៏ដោយប៉ុន្តែមិនបានជាអត្តពលធ្ងន់ធ្ងរឬប៉ះពាល់ដល់អ្នកប្រើប្រាស់របស់កម្ពុជាឡើយពោលនៅពេលនេះមន្ត្រីជំនាញកំពុងបង្វែរការប្រើប្រាស់អ៊ីនធឺណិតមួយផ្នែករបស់ថៃមកប្រើប្រាស់ប្រព័ន្ធនៅក្នុងស្រុកវិញ